បានទេសនាថ្ងៃណាអាត្មានឹងលើកយកពីបុណ្យកឋិននោះមកសម្ដែងជូនដល់ញោមញាតិស្ដាប់ឲ្យយល់ដឹងពីបុណ្យកឋិនហ្នឹងបានទេសពុស្ដាវែងឆ្ងាយប្រមាណទេកាត់បន្តិចបន្ទួចទេនេះមកបុណ្យមរតកឋិនទេសនាកឋិនណាក៏សម្ដែងតែពីកឋិនហ្នឹងឯងព្រោះចង់ឲ្យញោមញាតិពុទ្ធបរិស័ទចេះដឹងពីបុណ្យកឋិននឹងឲ្យច្បាស់លាស់កុំធ្វើអីដោយការដែលមិនចេះមិនដឹងហ្នឹងវាមិនត្រឹមត្រូវទៅតាមអវាទទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងទេចា៎បុណ្យកឋិននេះវាមានហេតុពុំមានផលច្បាស់លាស់ណាស់ហេតុអីទៅដែលនាំឲ្យកើតបុណ្យកឋិននឹងត្រូវញោមដឹងពីបុណ្យកឋិននេះកើតឡើងនៅទីណាកន្លែងណាដែលហេតុនាំឲ្យកើតបុណ្យកឋិនមិនតាអ្នកណាអ្នកបង្កើតបុណ្យកឋិនអ្នកអនុញ្ញាតណែនាំឲ្យធ្វើបុណ្យកឋិនណាអានេះគេថាវត្ថុនិទានរឿងដើមដែលនាំឲ្យកើតបុណ្យកឋិននោះបបអាស្រ័យនេះខាងដើមសូមលើកយកវត្ថុនិទានជាពុគលាធិដ្ឋានមកអធិប្បាយដោយសង្ខេបជូនញោមញាតិពុទ្ធបរិស័ទឲ្យជ្រាបថាបុណ្យកឋិនទាននឹងកើតឡើងដោយសារពុភិក្ខុ30រូប30អង្គលោកគង់នៅក្នុងស្រុកបាថាសម័យពុទ្ធនៅស្រុកបាថាអដ្ឋកថាថាស្រុកបាវ៉ាភិក្ខុ30រូបនឹងជាអ្នកសមាទានទុដងទាំងអស់លោកសមាទានទុដង4ទុដងទី1លោកប្រព្រឹត្តនៅតែក្នុងព្រៃជាប្រកដីមិនដែលនៅទីវាលវត្តអារាមអីទេទុដងទី2លោកដើរបិណ្ឌបាតយកអាហារមកឆាន់រាល់ពេលមកហូបអាហារណាដែលកើតក្រៅរង្វង់មិត្តបាតលោកអត់ឆាន់ទេយកមកប្រគេនធម្មតាលោកអត់ទទួលទេនឹងទៅដងទី2ទៅដងទី3លោកប្រើប្រាស់សំចៃវបបាំងសកលជីវបបាំងសកលនេះបើអធិប្បាយឲ្យវែងទៅវាខូចពេលបើឡើងមិនវែងទេសំដែងខ្លីៗពាក្យថាបាំងសកលៈប្រែថាសម្ពុតដែលវាប្រឡាក់ដោយដីធូលីជ្រឹមតាមធុងសង្រាមដែលអ្នកស្រុកគេក៏វែងចោលពូភិក្ខុដើររើសដើរពិចារណារើសយកសម្ពុតនឹងឯងមានតូចមានធំមានក្រាស់មានស្ដើងយកមកដេដានជាប់គ្នាតទៅមានតាំងពីសម្ពុតស្នប់ដែលគេរុំសាកសពយកទៅចោលក្នុងព្រៃនឹងជាដើមដែលវាប្រឡាក់ដោយខ្ទុះដោយឈាមសាកសពមកយកមកបោកគក់ទៅធ្វើជាជីវរប្រើប្រាស់នេះពាក្យថាស្ប៉ាំងសកលគឺជីវរដែលដើររើសសម្ពុតឲ្យគេក៏វែងចោលយកមកដានដេប្រើភ្ជាប់ជាពោឬមានក្រាស់ផងមានស្ដាប់អត់ល្អទេណាញោមណាជីវរបានស្គាល់ដល់ជីវរដែលព្រះសង្ឃប្រើសប្តាហ៍ថ្ងៃនេះអាត្មាប្រើគេហបដីជីវរអ្នកមានជ្រះថ្លាធ្វើជីវរក្នុងប្រគិនដែលជីវរបាំងស្គាល់អត់ល្អទេតែជីវរបាំងស្គាល់ព្រះសម្មាសម្ពុទ្ធសើបំផុតចំពោះភិក្ខុដែលត្រួតត្រងជីវរបាំងស្គាល់ណាសម័យព្រះសម្មាសម្ពុទ្ធមានព្រះមហាកាសបតេលោកត្រួតត្រងជីវរបាំងស្គាល់ដល់លោកចាស់ត្រុតត្រោមក្រំគ្រាទៅពេលមួយទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយព្រះអង្គទតឃើញថាកាសបតេនឹងមានវ័យចាស់ជារាក្រំគ្រាខ្លាំងហើយមកត្រួតត្រងជីវរបាំងស្គាល់វាធ្ងន់ណាស់ដូចភួយអញ្ចឹងណាបងយកមកដណ្ដប់អញ្ចឹងព្រះអង្គពុយមានព្រះមេត្តាក៏ដោះយកជីវរកហបដីជីវរអំពីព្រះអង្គនឹងប្រទានទៅកាសបឲ្យកាសបលះបង់ជីវរបាំងស្គាល់នឹងចោលទៅពុំមានកម្លាំងចាស់ចរិយាក្រំគ្រាឲ្យត្រួតត្រងពិបាកមកសម័យ
ព្រះសម្មាសម្ពុទ្ធបរមគ្រូយើងមានប្រកាសសំមួយទេដែលបានទទួលអំណោយទានចៃវរអំពីព្រះសម្មាសម្ពុទ្ធប្រទានឲ្យផ្ទាល់ដោះឲ្យផ្ទាល់ដូចហើយដែរនឹងជាព្រះអរហន្តមួយដែលប្លែកពីគេរួចព្រះពួកក្រុមប្រកាសសំនេះលោកធុដងលោកពោលពាក្យណាឃ្លាណាវៈណានិយាយតែពីរឿងកំចាត់កិលេសថាទុទ្ធវេទនិយាយតែពីរឿងកំចាត់កិលេសនេះយ៉ាងប៉ុណ្ណឹងយោរឿងជាបបបានស្គាល់បើទី3ទី4ទៅដងរបស់លោកប្រើតែចៃវរ3ទេសង្ឃចេស្បង់1ចៃវរ1សង្ឃក្តី1គ្មានសម្ពុតងូតគ្មានចៃវរឯណា2 3យកមកផ្លាស់ប្ដូរអត់តែប្រើតែប៉ុណ្ណឹងឯងនេះលោកទៅដងរបស់ពន្លោកដែលលោកសមាទានទៅដង4ដល់ពេលរដូវជាតិចូលវស្សាក៏ភិក្ខុ30រូបពុកបួលគ្នាថាយើងនឹងធ្វើដំណើរទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដែលព្រះអង្គគង់ប្រថាប់នៅវត្តចេតុពន្ធសុគន្ធកតដីស្រីមហាវិហារវត្តសុចេតុពន្ធញោមញាតបានណាដែលធ្លាប់ធម្មយត្រាអញ្ជើញទៅបានទៅឃើញហើយវត្តចេតុពន្ធទីនឹងឯងផងដែលកើតបុណ្យកឋិនដល់ភិក្ខុទាំង30រូបនឹងលោកធ្វើដំណើរទៅវាជិតនៅថ្ងៃចូលវស្សាហើយផ្លូវវាឆ្ងាយផងលំបាកគ្មានផ្លូវចាក់កៅស៊ូដល់អីស្ងាយដែរពុកមានតែផ្លូវលំឬធ្វើដំណើរតាមផ្លូវជើងកាត់ព្រៃតាមផ្លូវរទេសតាមផ្លូវអីទេវាឲ្យយឺតយូរទៅអត់បានដល់ទិសដៅទេពោលទៅតែពាក់កណ្ដាលផ្លូវទៅដល់ស្រុកសាកេតហ្នឹងដល់ថ្ងៃ100ខែអាសាឍចាំវស្សាហ្នឹងក៏អស់ពិធីទៅទីវិញnămនេះចាំវស្សានៅកន្លែងហ្នឹងឯង3ខែទៅពោលដល់ចេញវស្សាហើយក៏ធ្វើដំណើរតទៅទៀតបើធ្វើដំណើរតទៅទៀតក៏ចេញវស្សាដូចឆ្នាំនេះចាំមើលខ្ញុំចេញវស្សាតែរាំងភ្លៀងបោកជោគជន់ធ្លាក់មកខ្លាំងទៅមើលដោយបច្ចុប្បន្ននេះនៅប្រជាជាតិអាណាចក្រកម្ពុជាយើងខេត្ត3 4ដណ្ដប់លិចលង់ពេញណាពេញណីអញ្ចឹងដល់អញ្ចឹងភិក្ខុធ្វើដំណើរទៅលុយទឹកលុយផុកឆ្លងព្រៃកាត់អូឆ្លងវាលឆ្លងស្ទឹងស្បង់ជីវរទៅទឹកអស់ពោជោគគ្មានសល់ទេតម្រឹមបានដល់ទៅវត្តចេតុពន្ធហ្នឹងទៅដល់ក៏ចូលថ្វាយបង្គំព្រះសម្មាសម្ពុទ្ធចឹងឲ្យចូលថ្វាយបង្គំព្រះសម្មាសម្ពុទ្ធរួចហើយព្រះអង្គក៏តូចឃើញពួកភិក្ខុក៏ពោលពាក្យដែលគួរនឹកគួររលឹកពោលពាក្យដែលរិទ្ធិចំពោះព្រះសម្មាសម្ពុទ្ធរួចក៏អង្គុយក្នុងទីពភៈដ៏សំគួរនៃព្រះសម្មាសម្ពុទ្ធរួចហើយព្រះអង្គទ្រង់សួរព្រះភិក្ខុទាំង30រូបនោះធម្មនាភិក្ខុទាំងឡាយអ្នកទាំងឡាយលោកសួរបញ្ហា4ខប្រពៃណីរបស់ព្រះពុទ្ធភិក្ខុណាទៅក៏សួរតែ4មិនឯងវាមិនមែនតែព្រះពុទ្ធសមណគោតមយើងទេសំបីព្រះសម្មាសម្ពុទ្ធរាប់សែនរាប់លានអង្គក៏ដោយឲ្យតែពួកភិក្ខុទៅថ្វាយគុំលោកសួរ4យ៉ាង4ខដូចគ្នាសួរមួយលោកសួរថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយល្មមអត់ត្រឹមបានទេហើយទី2សួរតែមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានទេហើយទី3សួរតែមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយល្មមអត់មានការសាមគ្គីគ្នាព្រមព្រៀងគ្នាល្អទេហើយទី4សួរតែមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកន្លែងដែលអ្នកនៅនឹងមានអាហារបិណ្ឌបាតឲ្យល្មមនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានទេសួរ4ខចឹងបានភិក្ខុទាំងឡាយក៏ចាប់ផ្ដើមឆ្លើយនៅសំណួរទី1តបពេទ្យព្រះមានពភាចំព្រះអង្គល្មមនឹងអត់ធន់បានចំពោះសេចក្តីទុក្ខដែលកើតឡើងក្នុងខណ្ឌ5ល្មមទៅត្រឹមបានទី2ថាយើងខ្ញុំព្រះអង្គល្មមនឹងប្រព្រឹត្តទៅបាននៅធម៌វិន័យដែលព្រះអង្គសម្ដែងទី3ថាយើងខ្ញុំគ្រប់គ្នាទាំងអស់មានការសាមគ្គីព្រមព្រៀងគ្នាល្អណាស់មិនដែលមានទំនាស់ទើសទែងអីគ្នាទេទី3ថាកន្លែងដែលខ្ញុំព្រះអង្គគង់នៅមានអាហារបិណ្ឌបាតល្មមនឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន
ប៉ុន្តែយើងខ្ញុំនេះវាមានការលំបាកទុកយ៉ាងខ្លាំងក្នុងការធ្វើដំណើរចូលមកថ្វាយបង្គំព្រះដ៏មានពភាកហ្នឹងមកតាំងពីមុនចូលវស្សាម្លេះមកអត់ទាន់ចាំវស្សាពាក្យកណ្ដាលផ្លូវទៅហើយចេញវស្សាហើយក៏ធ្វើដំណើរតមកទៀតកាត់វាលកាត់ទឹកកាត់ធ្លុកកាត់ត្រពាំងដងអូតែពេលដែលមានពាក្យមើលស្បង់ជាពោរបស់យើងខ្ញុំព្រះអង្គទៅទឹកឲ្យជោគទូលអញ្ចឹងត្អូញត្អែបញ្ហា4ខដែលព្រះសម្មាសម្ពុទ្ធសួរថាអត់មានបញ្ហាអីទេបញ្ហាធ្វើដំណើរមកថ្វាយបង្គំបានព្រះសម្មាសម្ពុទ្ធលោកពិចារណាទាំងបើសិនណាជាថាគាត់បានអនុញ្ញាតកឋិនថារកិច្ចដល់ភិក្ខុនៅក្នុងសាសនានឹងហើយសមតែភិក្ខុទាំង30រូបមិនសមនឹងមានការលំបាកយ៉ាងនេះទេការធ្វើដំណើរអង្គទ្រង់ពិចារណាចឹងហើយបានព្រះអង្គក៏ទ្រង់អនុញ្ញាតកឋិននឹងចំពោះភិក្ខុ30រូបនោះឯងដោយមានព្រះបាលីពោលថាអនុជានាមភិក្ខវេវសង្ឃបុទ្ធានំភិក្ខុណំកឋិនំអដ្ឋរិតងធម្មនាលភិក្ខុទាំងឡាយដែលថាគាត់នឹងអនុញ្ញាតកឋិនថារកិច្ចនេះដល់ភិក្ខុទាំងឡាយណាដែលបានចាំវស្សា3ខែរួចហើយហ្នឹងនឹងអនុញ្ញាតគឺពុទ្ធអនុញ្ញាតដែរគឺព្រះសម្មាសម្ពុទ្ធព្រះអង្គអនុញ្ញាតកឋិននឹងដោយផ្ទាល់ព្រះអង្គចំពោះភិក្ខុទាំង30រូបដោយសារភិក្ខុ30រូបនឹងធ្វើដំណើរមានត្រៃជីវរទៅទឹកជោគអស់លលីងហ្នឹងហេតុហ្នឹងហើយទ្រង់អនុញ្ញាតនៅវត្តចេតពុនសុគន្ធកតដីស្រីមហាវិហារនឹងសូមឲ្យយមញាតិនឹងចាំពុបហេតុនៃកឋិនបើអញ្ចឹងទៅយើងទាំងអស់គ្នាទាំងព្រះសង្ឃទាំងបព្វជិតគួរតែដឹងគុណភិក្ខុ30រូបហ្នឹងមែនទេញោមណាបើកុំតែភិក្ខុ30រូបនោះមានស្បង់ជាពណ៌ទៅទឹកជោគសកៈអស់ក៏មិនកើតមានបុណ្យកឋិននឹងទេអត់ទេសារភិក្ខុ30រូបបានព្រះសម្មាសម្ពុទ្ធអនុញ្ញាតបុណ្យកឋិនហ្នឹងកើតមានមកឲ្យយើងទាំងអស់គ្នាព្រះសង្ឃក៏បានទទួលក្រាលក្រមកឋិនញោមញាតិក៏បានធ្វើបុណ្យកឋិនហ្នឹងពុបហេតុដើមចប់ប៉ុណ្ណឹងប៉ុន្តែបុណ្យកឋិនមិនចប់តែចាប់តែពុបហេតុញោមឮតែចប់តែអស់ហើយនៅឡើយបន្តិចទៀតឥឡូវនិយាយពីកឋិនបុណ្យកឋិនពាក្យថាកឋិននឹងជាភាសាបាលីពោលជាបាលី3ម៉ាត់ថាកឋិនៈដល់ខ្មែរយកបាលីមកប្រើជាខ្មែរនៅតែ2ម៉ាត់ទេយើងយកណូមកប្រកបនឹងថេវាទៅជាបុណ្យកឋិនហើយបើប្រែពាក្យកឋិននឹងមកជាខ្មែរមានអត្ថន័យស្មុគស្មាញណាស់ព្រោះបុណ្យកឋិននឹងតិតោងតែនឹងព្រះសង្ឃទេដែលច្រើនហ្នឹងបងសម្រាប់ញោមញាតិបរិស័ទតិចតួចទេតែធ្វើទេសនានេះចង់សម្ដែងតែវគ្គណាកន្លែងណាដែលតិតោងនឹងញោមញាតិរឿងព្រះសង្ឃញោមញាតិមិនបាច់ចាំដឹងទេរឿងរបស់លោកទេដើម្បីឲ្យញោមញាតិងាយស្រួលធ្វើយ៉ាងតែពាក្យកឋិនហ្នឹងបើយើងប្រែមកវាជាប់តិតងដោយនាមធម៌ផងរូបធម៌ផងតិតងក្នុងបរមត្ថអភិធម្មណោះបើយកមកសំដែងញោមញាតិក៏មិនសូវជានឹងយល់ដឹងបានហើយក៏មិនសូវមានប្រយោជន៍ផងសម្រាប់ញោមបើអញ្ចឹងសំដែងពីពាក្យថាកឋិននិងបុណ្យកឋិនណាទាញពំព្រួញញោមញាតិងាយយល់អូពាក្យថាកឋិនបុណ្យកឋិននេះបាននេះថាបុណ្យដែលញោមញាតិនឹងប្រគេនចីវរដល់ព្រះភិក្ខុសង្ឃឲ្យលោកយកទៅធ្វើកឋិនមានន័យថាអញ្ចឹងពីបុណ្យកឋិននឹងជាបុណ្យកាលទានបុណ្យមានកាលមានវេលាកំណត់ច្បាស់លាស់ក្នុងមួយឆ្នាំ365ថ្ងៃ
ពេលដែលត្រូវធ្វើកឋិនមាន29ថ្ងៃទេគឺចាប់ពីថ្ងៃ100ខែអាសត់ទៅទល់នឹងពេញបារមីខែកដា15ខែកដា29ថ្ងៃថ្ងៃដទៃពី29ថ្ងៃហ្នឹងមិនមែនជាពេលវេលាដែលញោមញាតត្រូវធ្វើបុណ្យកឋិនទេខុសពី29ថ្ងៃហ្នឹងញោមញាតជ្រះថ្លាចង់ធ្វើបុណ្យកឋិនធ្វើម៉េចក៏មិនបានទទួលអានិសង្សជាបុណ្យកឋិនដែរអត់បានទេពីព្រោះវាខុសកាលខុសវេលាវាផ្លែកនឹងបុណ្យដតីនានាទៀតហ្នឹងជាសាធារណៈបុណ្យសាធារណៈទានញោមញាតជ្រះថ្លាធ្វើថ្ងៃណាក៏បានអត់មានទោះទេរាបុណ្យកឋិនទានហ្នឹងមានតែ29ថ្ងៃប្រហែលតែត្រូវធ្វើនោះសូមឲ្យញោមញាតជ្រាបចឹងឥឡូវអាត្មាសំដែងពីបុណ្យកឋិនទានពីពុទ្ធសម័យហើយនឹងកឋិនរបស់ញោមនេះទីព្រៀបដល់ឲ្យញោមទីព្រៀបថាតើដូចគ្នាឬខុសគ្នាកឋិនពីសម័យដែលពុទ្ធគង់នៅជារឿងអតីតដែលកន្លងផុតថាញោមញាតអត់ឃើញទេអត់ដឹងទេនឹងយ៉ាងម៉េចទេបើเราលើករឿងដែលកន្លងផុតហើយនឹងមកលាតត្រដាងជូនញោមញាតឲ្យដឹងកឋិនសម័យពុទ្ធគេធ្វើយ៉ាងម៉េចថាកឋិនសម័យពុទ្ធអត់ដូចកឋិនញោមញាតទេគ្មានសូត្រមន្តគ្មានទេសនាគ្មានប្រគិនចង្ហាន់អីទេហើយក៏មិនមែនមកជាស្បង់ជាចៃវរតែមកជាសម្ពុតសតទាំងអស់ញោមញាតណាជ្រះថ្លាធ្វើបុណ្យកឋិនក៏ប្រកោកប្រកាសប្រាប់ទៅបងប្អូនសន្តានព្រៀងលៀនទៅថានឹងជ្រះថ្លាធ្វើបុណ្យកឋិននាំសម្ពុតកឋិនទៅប្រគេនចំពោះព្រះសង្ឃគង់នៅវត្តណាមួយទៅដើម្បីលោកធ្វើកឋិនដល់ញោមញាតបានទទួលពរដែលមានសេចក្តីប្រកោកប្រកាសហើយក៏ជ្រះថ្លាយកសម្ពុតមកសម្ពុតតុងផាប់តុងកៃតុងដុំយកមកចូលក្នុងបុណ្យកឋិនរួចហើយក៏សន្មត់ពេលវេលាគ្នាថ្ងៃណានឹងនាំទៅប្រគេនដល់ជំនុំសង្ឃក្នុងទីណាដែលយើងត្រូវទៅសន្មត់ទៅតាមមកវេលាគេនាំគ្នារែកនាំគ្នាជូននាំដាក់ទៅដល់វត្តហ្នឹងគេប្រគេនប្រធានសង្ឃចៅអធិការនឹងពិតលោតែខ្ញុំយើងខ្ញុំរើគ្នានាំសម្ពុតយកមកវិប្រគេនដើម្បីប្រសង់ធ្វើកឋិនជាកឋិនចៃវរហ្នឹងគេទូលកាត់ទៅប្រគល់ទៅប្រគេនទៅលោកទៅគេនជំនុំសង្ឃទៅក៏ដល់រួចហើយប្រសង់លោកទទួលទៅមួយញោមលោកឲ្យពោសាបសាទៅការទៅញោមញាតឧទ្ទិសកុសលអីក៏ត្រឡប់មកវិញប៉ុណ្ណឹងតែខ្លីទេបងអត់មានដូចញោមសថ្ងៃទេកឋិនញោមសថ្ងៃនេះមកជាចៃវរស្រេចសម្រាប់ជាចៃវរស្រេចតែទោះបីសម្រាប់ជាចៃវរក៏ព្រះសម្មាសម្ពុទ្ធអនុញ្ញាតឲ្យភិក្ខុសង្ឃទទួលហើយយកមកក្រាបក្រោមកឋិនដែរមិនចាំតែសម្ពុទ្ធសត្វហ្នឹងទេនៅកឋិនញោមមានសូត្រមន្តចម្រើនបរិទេសនាប្រគេនភ័ណ្ឌប៉ុន្តែកឋិននេះដែលអត់មានប្រគេនភ័ណ្ឌអីទេឆាន់ធម្មតាក្នុងភ័ណ្ឌនេះតង្ហែក៏បានតង្ហែពីព្រឹកទៅម៉ោង1ថ្ងៃរសៀលបានចេញដំណើរទៅបងព្រោះកុំឲ្យមានបញ្ហាពិបាកដោយអាហារបរិភោគអាហារបាយទឹកនំចំណីហ្នឹងឲ្យស្រេចហើយទៅនាំទៅអត់អំពល់អីទេឬប្រសង់ដែលនៅវត្តហ្នឹងក៏មិនអំពល់អីហ្នឹងទទួលរតិយើងទេឲ្យស្រួលមិនឲ្យពិបាកចឹងវាប្លែកគ្នាណាញោមប្លែកពីកឋិនសម័យពុទ្ធថាការដែលប្លែកគ្នានេះគឺបុព្វការីដូនតាយ៉ាងតែលោករៀបចំរំដាប់កម្មវិធីសូត្រមន្តទេសនាប្រគេនភ័ណ្ឌនឹងដើម្បីឲ្យបានបុណ្យដែលបូកបន្ថែមទៅលើកឋិននោះឲ្យកាន់តែអធិកអធមដុំឧត្តមពងពោះដើម្បីឲ្យញោមញាតបានទទួលអានិសង្សបុណ្យនោះកាន់តែច្រើនផ្នែកនៅក្នុងនឹងទៅទៀតនឹងសូមញោមញាតជ្រាបចា៎ហើយបុណ្យកឋិននេះញោមញាតដែលត្រូវចេះត្រូវដឹងឲ្យប្រកបខ្លួនឯងមិនបាច់សួរអ្នកណាដឹងតាមរយៈធម៌ទេសនាហ្នឹង
ถ้าโยมត្រូវដឹងមានលក្ខណៈពីរដឹងពីរយ៉ាងហ្នឹងទី1ញោមត្រូវប្រព្រឹត្តប្រពកម្មវិធីបុណ្យកឋិនឲ្យត្រូវតាមកាល29ថ្ងៃណាទី2ត្រូវតាំងចិត្តបង្អោនវេប្រគេនចៃវរកឋិនចំពោះជំនុំសង្ឃមិនយកទៅប្រគេនបុគ្គលទេញោមอย่าច្រឡំបុគ្គលគឺលោកគ្រូចៅអធិការលោកគ្រូសូត្រឬមន្ត្រីសង្ឃមេគាត់អនុគាត់សតពុបុគ្គលគេឲ្យញោមញាតប្រគេនចំពោះសង្ឃហើយពាក្យថាសង្ឃហ្នឹងក៏ញោមមិនទាន់ដឹងបើអញ្ចឹងត្រូវខូចពេលវេលាបន្តិចទៅទៀតបញ្យល់ពីសង្ឃហ្នឹងបង្រៀនពីសង្ឃនោះឲ្យចេះពាក្យថាសង្ឃហ្នឹងបាលីជាភាសាបាលីដែរបាលីអានថាសង្ឃៈសង្ឃាំងដល់ខ្មែរយកមកប្រើថាសង្ឃព្រះសង្ឃយ៉ាងដល់ប្រែពាក្យសង្ឃហ្នឹងមកជាខ្មែរថាពួកថាវងថាក្រុមញោមញាតខ្មែរយើងឲ្យតែឮពាក្យថាវងថាពួកក្រុមមិនបាច់បបាក់បញ្យល់តែដឹងហើយព្រោះហ្នឹងបានន័យថាមានគ្នាច្រើនណាស់គេវេបង្អោនចំពោះសង្ឃវងវិញោមធ្លាប់តែនិយាយតែប្រសង់អត់ដឹងពាក្យសង្ឃថាម៉េចតែថ្ងៃនេះបាត់ជំរាបឲ្យដឹងហើយសង្ឃប្រែថាវងណាញោមណាថាពួកថាក្រុមពាក្យសង្ឃហ្នឹងគេយកទៅប្រើក្នុងវងទេវតាដែលច្រើនគេថាទេវៈសង្ឃោវងនៃទេវតាឬពពួកនៃទេវតាឬក្រុមនៃទេវតាចាចាប់បើគេយកទៅប្រើជាមួយមរៈពួកសត្វព្រៃសត្វអីហ្នឹងវងប្រើសវងរមាំងជ្រូតលាយអីគេថាមិគៈសង្ឃោថាវងនៃមរៈញោមមិនមានពាក្យសង្ឃហ្នឹងហើយសម្រាប់ញោមអ្នកកាន់ពុទ្ធសាសនាបើយើងនិយាយពាក្យថាសង្ឃតែមួយម៉ាត់ក៏វាមិនទាន់ច្បាស់ឡើយព្រោះសង្ឃប្រែមកថាជាវងពាក្យនោះវានៅកណ្ដាលនៅឡើយទៅអត់ទាន់ដឹងច្បាស់ទៅលើអីទេប៉ុន្តែជាទម្លាប់របស់យើងថាប្រសងចេះតែយល់ថាពុទ្ធអ្នកបួសទៅតែឲ្យយល់ត្រឹមត្រូវតាមពាក្យសង្ឃនោះវាអត់ត្រូវទេសូមញោមញាតជ្រាបចា៎ព្រោះញោមញាតដូចញោមញាតយើងកាន់ពុទ្ធសាសនាឲ្យតែឮពាក្យថាកម្មពាក្យកម្មសំដៅទៅលើសេចក្តីអាក្រក់ជួបប្រទះនិងផលអាក្រក់ទុកទោសហើយនឹងឲ្យតែឮពាក្យថាកម្មប៉ុន្តែពាក្យថាកម្មនេះភាសាបាលីប្រែជាខ្មែរថាអំពើទេការធ្វើទេបាលីហៅកម្មនឹងសូមឲ្យញោមញាតជ្រាបចេះនឹងពាក្យកម្មណាវិញញោមញាតឲ្យតែឮតែពាក្យថាកម្មសំដៅទៅលើតែសេចក្តីអាក្រក់ទុកទោសកម្មនៅកណ្ដាលតែយើងនិយាយថាកុសលកម្មបានន័យថាអំពើល្អអកុសលកម្មគឺអំពើអាក្រក់វាច្បាស់ហ្នឹងបានច្បាស់ថាកម្មតែមួយម៉ាត់មិនដឹងទៅលើអីទៅនៅកណ្ដាលប៉ុន្តែទន្លាប់យើងថាវាបាក់ប៊ីតែឮតែកម្មគិតតែពីរឿងអាក្រក់ហ្នឹងឯងតែទទួលជួបផ្ទះសេចក្តីអាក្រក់ទៅខ្ញុំកម្មអាក្រក់ដល់ហើយតែដល់ជួបសេចក្តីល្អអត់ថាទេខ្ញុំនេះកម្មល្អហើយអត់បាននិយាយយ៉ាងទេតែវាខុសតែបើយើងពោលឲ្យត្រូវក្នុងភាសាពុទ្ធសាសនាគួរថាភិក្ខុសង្ឃវងនៃភិក្ខុអានេះវាច្បាស់លើថាវងនៃភិក្ខុអញ្ចឹងគួរញញោមរៀនពោលឲ្យត្រូវថាព្រះភិក្ខុសង្ឃញ៉ែទៅឬភិក្ខុសង្ឃប្រជុំនៃភិក្ខុច្រើននេះក៏ធិនទាននេះគេវេចំពោះជំនុំសង្ឃទេគេធ្វើកៅសង្ឃទានគេធ្វើទានចំពោះសង្ឃធ្វើជាលក្ខណៈទី1ត្រូវធ្វើតាមកាលរបស់កឋិនទី2ត្រូវញោមយកទៅវេប្រគេនចំពោះវងនៃភិក្ខុសង្ឃ
កាលណាញោមធ្វើត្រូវតាមលក្ខណៈពីរញោមនឹងបានអានិសង្ឃជាសង្ឃទាននឹងធំធេងក្រៃលែងបងបើញោមធ្វើនឹងបុគ្គលមិនសូវបានទេបនបានទេតែតិចតួចហើយពុទ្ធសាសនាហ្នឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងទូលមានឲ្យយើងមើលទៅមិននិយមទេបុគ្គលនិយមតែពួកវងព្រោះកិច្ចការនៅក្នុងពុទ្ធសាសនាធ្វើអីជាបុគ្គលអត់បានទេពិធីសង្ឃកម្មហ្នឹងត្រូវធ្វើជាពួកក្រុមពួកវងនឹងសូមឲ្យយើងញាតិយល់ចឹងនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោករៀបវងព្រះសង្ឃមាន5វងវងទី1មានភិក្ខុ4អង្គ4រូបហៅចតុវៈសង្ឃវងទី2មានភិក្ខុ5រូបហៅបញ្ចវៈសង្ឃវងទី3មានភិក្ខុ10រូបហៅទស្សវៈសង្ឃវងទី4មានភិក្ខុ20រូបហៅវិសតិវៈសង្ឃវងទី5មានភិក្ខុចាប់ពី21ឡើងដល់រាប់រយរាប់ពាន់គេហៅអតិរេកវិសតិវៈសង្ឃលោករៀបឲ្យមាន5វងនេះសម្រាប់ធ្វើកិច្ចការនៅក្នុងពុទ្ធសាសនាធ្វើអីជាបុគ្គលអត់បានទេដោយកឋិនរបស់ញោមនេះយកទៅវេរបស់យើងយកទៅវេនេះតែលប្រសង់វងប្រសង់5អង្គចាប់ពី5អង្គទៅបានធ្វើបានមិនត្រឹមតែ4អង្គអត់ធ្វើកឋិននឹងបានដែលលោកទទួលយកប្រសង់ទទួលយកពីយើងទៅនឹងសូមឲ្យជ្រាបចា៎តែនឹងអាត្មាចេះតែបញ្យល់ញោមញាតិពុទ្ធបរិស័ទថាពុទ្ធសាសនាយើងនេះជាសាសនាប្រជាធិបតេយ្យបណ្ឌពុទ្ធសាសនាភាសាពុទ្ធសាសនាគេមិនថាប្រជាធិបតេយ្យទេគេថាសង្ឃាធិបតេយ្យយកវងភិក្ខុសង្ឃនឹងជាធំធ្វើកិច្ចការងារអីសម្រាប់ឲ្យសង្ឃសម្រាប់អ្នកពិភពលោកគេយកច្បាប់ពុទ្ធសាសនាไปសង្ឃាធិបតេយ្យទៅប្រើគ្រប់គ្រងប្រទេសជាតិរបស់គេដូចជាប្រជាណាចក្រកម្ពុជាយើងបច្ចុប្បន្ននឹងកំពុងតែប្រើលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងប្រទេសជាតិហ្នឹងគេហៅប្រជាធិបតេយ្យគឺប្រជាពលរដ្ឋនឹងអ្នកសម្រេចហើយញោមយាទៅបោះឆ្នោតឬអ្នកតំណាងរាស្ត្រអ្នកតំណាងរាស្ត្រនេះជាមនុស្សដែលញោមលើកទេណាញោមឲ្យធ្វើទេណាតំណាងរបស់យើងណាយ៉ាងប្រជាពលរដ្ឋតែអ្នកលើកណាថាប្រជាតតែញោមទៅបោះឆ្នោតតែនឹងអាត្មាសូមជម្រាបដឹងសាសនាទាំងអស់នៅលើសាកលលោកគ្រប់សាសនាអត់មានទេប្រជាធិបតេយ្យណាមានតែអត្តាធិបតេយ្យសាសនាទាំងអស់ស្រេចទៅលើព្រះទាំងអស់ព្រះថាអីគឺអញ្ចឹងម្នាក់ដទៃទៀតអត់ធ្វើបានទេហើយពុទ្ធសាសនាយើងនេះវាល្អមួយទៀតនិយាយជ្រុលទេយូរបន្តិចក៏ត្រឹមស្ដាប់ទៅញោមត្រឹមអង្គុយស្ដាប់បន្តិចទៅពុទ្ធសាសនាយើងល្អមកកន្លែងមួយទៀតសម្រាប់ពុទ្ធជាបរមគ្រូសាសនាដទៃមិនដែលណាទៅកែព្រះបានទេព្រះមិនដែលដាក់ខ្លួនឲ្យបរិស័ទមើលទោសទេណាញោមណាសម្រាប់ពុទ្ធសាសនាហ្នឹងព្រះសម្មាសម្ពុទ្ធពេលមួយភាសាមួយហ្នឹងមានសម្ដែងនៅក្នុងបវរណកម្មកាលពេលមួយព្រះសម្មាសម្ពុទ្ធទ្រាំទៅចាំភាសានៅវត្តរបស់មហាបាសិកាវិសាខាសាងថ្វាយនឹងទ្រង់គង់នៅលើប្រាសាទហ្នឹងដល់វេលាចេញភាសាបវរណាចេញភាសាព្រះអង្គប្រកាសចំពោះព្រះសង្ឃសាវកទាំងអស់ដែលនៅក្នុងបវរណកម្មហ្នឹងដាក់ខ្លួនព្រះអង្គថាសូមឲ្យព្រះសង្ឃទាំងអស់មើលទោសរបស់ព្រះអង្គពមៀតមើលកំហុសផងបានឃើញបានឮបានរង្គីអ្វីដែលព្រះអង្គធ្វើទៅវាខុសវាមិនសមរម្យនឹងឆ្កឹមឆ្កងឲ្យព្រះសង្ឃទូលមានកែព្រះអង្គឲ្យប្រាប់ព្រះអង្គព្រះអង្គនឹងកែល្អណាស់ណាញោមណាលើលោកមានអមេសាសនាមួយនឹងឯងដែលដាក់ខ្លួនឲ្យបរិស័ទ
ជួយបង្ហាញប្រាប់ទុកកុំមកដែលធ្វើទៅវាខុសឆ្គំឆ្គងហ្នឹងខ្ញុំដឹងតែពេលហ្នឹងពូប្រសង់ទាំងអស់ស្ងើចសរសើរលន់ព្រះអស់ទៅយីព្រះបរមសាស្តាចុះល្អអីម្លេះនៅលើលោកមិនដែលមានសាស្តាមេសាសនាណាមកដាក់ខ្លួនឲ្យបរិស័ទទូមែនទេជួយកែទេមានតែព្រះសម្មាសម្ពុទ្ធជាគ្រូហើយពូព្រះអរហន្តលន់ព្រះអស់គ្រប់គ្នាចំណុចមួយហ្នឹងឯងញោមដែលសាសនាយើងល្អណាស់ព្រះពុទ្ធយើងលោកមិននៅតែពីលើគេត្រួតតែពីលើគេទេណាខ្លួនឯងមិនដែលខុសអីទេដាក់កំហុសឲ្យគេជួយកែទៀតនឹងចំណុចដែលល្អពុទ្ធសាសនាបានពុទ្ធសាសនានេះគេថាជាសាសនាលទ្ធិប្រជាធិបតេយ្យចាស់ទុំនៅលើពិភពលោកមុនគេ2609ឆ្នាំហើយល្អណាស់ណាញោមណាយើងមកមានភពព្រេងសំណាងដែលបានមកជ្រកក្រោមមកលោកពុទ្ធសាសនាហ្នឹងល្អធ្វើការដោយសង្ឃាធិបតេយ្យបើចឹងបញ្ជាក់ម្ដងទៀតថាញោមញាតធ្វើកឋិនគឺត្រូវចេះដឹងខ្លួនឯងគ្រប់គ្នាធ្វើឲ្យត្រូវតាមកាលមួយបង្អោនចិត្តវេប្រកេនចំពោះជំនុំសង្ឃហើយស្អែកនេះទៅវេប្រកេនជំនុំសង្ឃវត្តយាងមិនទៅប្រកេនដល់គ្រូចៅអតិកាទេព្រះសម្មាសម្ពុទ្ធលោកគោរពសង្ឃគោរពក្នុងសង្ឃដែរញោមខ្ញុំក៏តែដាក់ខ្លួនឲ្យប្រសង់ហ្នឹងកែកំហុសលោកព្រោះយើងធ្វើបន់នឹងបុគ្គលបន់បានតែវាតែបើធ្វើចំពោះសង្ឃបានច្រើនពុទ្ធព្រះសម្មាសម្ពុទ្ធមានពេលមួយហ្នឹងមហាបដិបជាកោតមីជាពមេតរឆាម្ដាយមីងផងម្ដាយចិនផងជ្រះថ្លានឹងព្រះសម្មាសម្ពុទ្ធបានសម្ពុទ្ធស្អាតល្អតាមគម្ពីរនិយាយថាដាំកបាស់ដាំអីដោយផ្ទាល់ខ្លួនឯងរវិញបោះវិញអីទាំងអស់យកមកត្បាញលើដៃយ៉ាងប្រណិតសម័យហ្នឹងជ្រះថ្លាតែនឹងយកចៃវរនេះទៅថ្វាយចំពោះព្រះសម្មាសម្ពុទ្ធបំណងព្រោះដល់បានសម្រេចហើយក៏នាំចៃវរនោះទៅថ្វាយព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ចេះដើមទៅមានព្រះអរហន្តគង់500បន្តទៅចឹងដល់អញ្ចឹងមហាបដិបជាកោតមីក៏បង្អោនលើកចៃវរនឹងថ្វាយទៅព្រះសម្មាសម្ពុទ្ធតែព្រះអង្គទ្រង់សង្គ្រោះថាដល់ថាគាត់នេះជាបុគ្គលប្រពន្ធនឹងជាបុគ្គលទេអញ្ចឹងព្រះអង្គចង់ឲ្យប្រមេតដេឆានឹងគោរពក្នុងសង្ឃធ្វើទានក្នុងសង្ឃកុំឲ្យធ្វើក្នុងបុគ្គលធ្វើក្នុងសង្ឃបានបុណ្យច្រើនដល់អញ្ចឹងលើកចៃវរនឹងប្រគេនទៅព្រះអង្គអត់ទទួលទេអត់មិនទទួលអង្គលើកបើជើងអល់ទៅខាងណាជើងអល់ទៅព្រះសរិបុត្រគង់បន្ទាប់ដល់អញ្ចឹងនាងអន់ចិត្តដែរព្រះអត់និយាយទេដល់ព្រះអង្គចង្អុលក៏តាមទៅខ្លាចបង្អោនទៅប្រគេនព្រះសរិបុត្រទៅដល់ព្រះសរិបុត្រលោកអត់ទទួលទេលោកចង្អុលទៅមុខលៀងខាងក្រោយបណ្ដើទៀតដល់ទៅមុខលៀងអត់ទទួលចេះតែចង្អុលតគ្នាទៅដល់ចុងទី500ណាភិក្ខុទី500ណាចុងក្រោយចុងប៉ាច់ចម្ពោះឈ្មោះព្រះអាចិតភិក្ខុជាកូនរបស់ព្រះបាទអាជាសត្រូវណាដល់ទៅដល់អាចិតភិក្ខុលោកនៅក្រោយគេបែរទៅទៀតមានណាទៀតអត់នៅក៏ទទួលយកទៅទទួលចៃវរក្រណាអាចិតភិក្ខុទទួលយកចៃវរនឹងភ្លាមមហាបដិចេតអីហូរទឹកភ្នែកលហាមភ្លាមសោកសង្រេងអន់ចិត្តប៉ុន្តែអាត្មាមិនប្រើពាក្យថាអន់ណាឥឡូវថាប្រើថាត្រងល់ចិត្តចឹងណាញោមថាអន់ចិត្តដូចចិត្តអត់ធ្លាក់ក្លាំងនេះត្រងល់ចិត្តស្រក់ទឹកភ្នែកតូចចិត្តថាបើព្រះសម្មាសម្ពុទ្ធនឹងមិនទទួលគូព្រះសរិបុត្រប្រមុខកលៀនព្រះអរហន្តបន្តគូទទួលទៅចោះ
នឹងអត់អង្គណាក៏មិនទទួលដែរទៅបានអាចិតភិក្ខុដែលទំពោះហើយមិនទៅដឹងអីណានឹងនេះអន់ចិត្តតូចចិត្តញោមដល់អញ្ចឹងព្រះសម្មាសម្ពុទ្ធលោកយល់លោកជ្រាបហើយថាសេចក្តីធ្លាក់ទឹកចិត្តហ្នឹងទឹកចិត្តបជាបដិកោតមីប្រមេតចាធ្លាក់ទឹកចិត្តឃើញហូរទឹកភ្នែកបើអញ្ចឹងលោកថាដល់ថាគាត់នឹងញ៉ាំងជួយលើកទឹកចិត្តប្រមេតដូចថាដែលធ្លាក់នឹងឲ្យវាឡើងខ្ពស់ឡើងវិញដល់ព្រះអង្គលើកយកបាតព្រះអង្គមកព្រះអង្គអធិដ្ឋានថាសុំឲ្យបាតរបស់ព្រះអង្គនេះឲ្យបាត់ទៅឲ្យបាត់សូន្យទៅពីលើបើព្រះអង្គដល់លោកអធិដ្ឋានបាតnóក៏បាត់ទៅដល់បាត់អង្គប្រកាសថាតើជំនុំសង្ឃទាំងអស់ព្រះអរហន្តសាវកទាំងអស់អង្គណារោបាតព្រះអង្គឃើញមកវិញដល់ព្រះអង្គឲ្យរោចឹងព្រះអង្គលោកអធិដ្ឋានណាទុកឯណាអង្គណាក៏មិនឲ្យរោឃើញដែរអធិដ្ឋាននៅប្រទេសថាឲ្យអាចិតភិក្ខុដល់រោឃើញអញ្ចឹងទៅព្រះអរហន្តតាំងពីព្រះសរិបុត្រមុគលានអង្គណាក៏រោមិនឃើញដល់ព្រះអរហន្តគ្រប់អង្គលោករោមឃើញព្រះអចិតភិក្ខុខាងក្រោយហ្នឹងឃើញតែអង្គណារោមឃើញបានលោកនឹកឃើញបើអញ្ចឹងអញនៅចុងក្រោយគេរោចឹងបានលោកអធិដ្ឋានថាបើអនាគតកាលទៅខាងមុខអាត្មាអញនឹងបានត្រាស់ដឹងជាព្រះពុទ្ធអង្គជាព្រះពុទ្ធមួយព្រះអង្គក្នុងអនាគតកាលសូមឲ្យបាតរបស់ព្រះដ៏មានពភាកមកសំថិតលើបាតដៃរបស់ព្រះអង្គលោកលើកយកដល់សារពេលនោះបាតព្រះសំប្រកាសឡើងលើបាតដៃរបស់លោកចឹងញោមមានអាណារកគេណៃអរហន្តមានរិទ្ធបរោមិនឃើញដល់អញ្ចឹងទៅព្រះសម្មាសម្ពុទ្ធថានឹងពមេតឆាហ្នឹងអចិតភិក្ខុនឹងជាតួអង្គអរិយមេតៃណាអនាគតព្រះសិអាដែលត្រាស់នៅក្នុងអនាគតកាលខាងមុខព្រះអង្គប្រាប់ចាបានបដិបជាកោតមីក៏មានសេចក្តីរីករាយបៃតិសោមមនុស្សកើតឡើងឲ្យជូតទឹកភ្នែកឲ្យឈប់ហូរទឹកភ្នែកឈប់ត្រងល់ចិត្តហើយបងសប្បាយរីករាយនឹងចឹងព្រះពុទ្ធព្រះអង្គសម្ដែងថាខ្លួនលោកជាបុគ្គលទេលោកគោរពក្នុងសង្ឃតែអាត្មាសម្ដែងខាងដើមទៅលោកពេលថ្ងៃចេញភាសាវ័នក៏លោកប្រកាសដាក់ខ្លួនឲ្យសង្ឃមើលទោសលោកឲ្យមកជួយកែលោកទេនឹងពុទ្ធសាសនាអញ្ចឹងព្រះពុទ្ធអស្ចារ្យណាញោមណាមិនដូចព្រះក្នុងសាសនាណាដទៃទេឬសូមឲ្យញោមឲ្យជ្រាបអញ្ចឹងញោមញាតធ្វើត្រូវគោរពចំពោះសង្ឃតាំងចិត្តចំពោះសង្ឃទៅបែរញោមញាតទៅថ្វាយបង្គំភិក្ខុតែមួយរូបមែនក៏បើញោមញាតត្រូវបង្អន់ចិត្តលើកចិត្តដាក់ទៅព្រះសង្ឃគោឲ្យផ្ដោតទៅលើបុគ្គលកុំឲ្យដូចដូនតាលោកថាថ្វាយបង្គំព្រះទៅប៉ះស៊ីម៉ង់ថ្វាយបង្គំលោកសង្ឃទៅប៉ះកូនអ្នកស្រុកអានឹងបុរាណថាហើយតែញោមមិនដឹងថ្វាយទៅប៉ះតស៊ីម៉ង់ហើយប៉ុន្តែមើលទៅផាយូហើយញោមថ្វាយទៅប៉ះតស៊ីម៉ង់ហើយមើលទៅថ្ងៃនេះបង្រៀនញោមថាឲ្យឈប់ថ្វាយគុំទៅប៉ះស៊ីម៉ង់ឲ្យថ្វាយគុំលោកសង្ឃគុំទៅចំកូនអ្នកស្រុកណាថាថ្វាយគុំព្រះទៅប៉ះស៊ីម៉ង់ម៉េចព្រះពុទ្ធរូបនោះគេធ្វើពីស៊ីម៉ង់ឬគេធ្វើពីថ្មពីឈើអីប៉ាអ្នកប្រាជ្ញលោកនិយាយទៅពីស៊ីម៉ង់តែប៉ាពេតដូចតែគ្នាកាលណាញោមថ្វាយគុំព្រះពុទ្ធរូបកណ្ដរូបនឹងជារូបបដិមាចក្រិនជាអារម្មណ៍រូបារម្មណ៍ដល់ផ្លូវចិត្តយើងទេឲ្យយើងដឹងមានសតិតែចិត្តយើងលើកឲ្យផុតពីរូបដែលនៅមុខយើងហ្នឹងលើកថ្វាយបង្គំដល់ព្រះអរហន្តសម្មាសម្ពុទ្ធដែលលោកត្រាស់ដឹងនៅកុំឲ្យចិត្តវិជាប់ជំពាក់នឹងរូបនៅក្នុងមុខហ្នឹងបើសិនណាជាប់ជំពាក់នៅរូបនឹងមុខនោះប៉ះស៊ីម៉ង់ហើយឬប៉ះឈើហើយបើគេធ្វើពីឈើក៏ប៉ះឈើបើគេធ្វើពីថ្មក៏ប៉ះថ្មហ្នឹងឯងតែបើសម្រាប់អ្នកបួសជាភិក្ខុថ្
ថ្វាយបង្គំបដោតចិត្តទៅលើរូបបដិមាចម្លាក់ហ្នឹងត្រូវអាបត្តិទៅគាត់នឹងប្រាប់ញោមឲ្យច្បាស់យ៉ាងទេបើញោមអត់ត្រូវអាបត្តិអីទេប៉ុន្តែវាចំស៊ីម៉ងវាមិនបានទៅចំអង្គពុទ្ធដែលត្រាស់ដឹងណាអាចថ្វាយបង្គំលោកសង្ឃទៅប៉ះកូនអ្នកស្រកមិនថ្វាយបង្គំបដិគុណចៅអតិកាថ្វាយបង្គំដេគុណគ្រូសោតថ្វាយបង្គំព្រះមេគាត់អនុគាត់តាហ្នឹងបោកគាត់អាហ្នឹងប៉ះកូនអ្នកស្រកហើយបងបើញោមថ្វាយបង្គំលោកជាបុគ្គលលោកក្មួយលោកកូនលោកគ្រូមែនប៉ុន្តែពេលដែលគោរពត្រូវលើកចិត្តឲ្យផុតទៅថ្វាយបង្គំចំពោះព្រះសង្ឃអាហ្នឹងបានប៉ះព្រះសង្ឃតែថ្វាយបង្គំលោកគ្រូលោកក្មួយលោកកូនឲ្យប៉ះកូនអ្នកស្រុកហើយអាហ្នឹងត្រូវញោមចេះដឹងរៀនកែសម្រួលឲ្យត្រឹមត្រូវទៅតាមពុទ្ធសាសនាពាក្យទូលមានព្រាហ្មណ៍ដៅរបស់ព្រះពុទ្ធដល់បើតែញោមណាមកអញ្ចឹងម៉ោង5លើហើយមើលចង់និយាយអីបន្តិចទៀតដល់និយាយបន្តិចទៀតចាឥឡូវការសម្ដែងពីកឋិននឹងនៅច្រើនណាស់បើយល់តាមពេលវេលាបុណ្យដតីនេះទៀតអាត្មាសម្ដែងខាងដើមតែប្រសងមិនអាចធ្វើមេបុណ្យបានទេតែបុណ្យកឋិននេះធ្វើមេបុណ្យបានតែបានយកទៅដាក់វត្តគេនិយាយម្ដងទៀតភ្ជឿនឲ្យច្បាស់ពីបុណ្យដតីនេះបានបុណ្យតែអ្នកសម័យទៀនអ្នកម្ចាស់បុណ្យទេបដិគិអកប្រសងអ្នកទៅទទួលទៀនអត់បានបុណ្យទេបានតែបច្ច័យ4នឹងយកមកប្រើប្រាស់ក៏សម្រាប់ញ៉ាំងអត្តភាពជីវិតឲ្យរស់នៅបានតែបុណ្យកឋិននេះបានបុណ្យទាំងញោមអ្នកម្ចាស់ដើមបុណ្យក៏បានប្រសងបដិគិអកក៏បានដែរញោមមើលផ្លែបុណ្យណាដទៃទាំងអស់អ្នកម្ចាស់ទៀនញោមញាតក៏បានប្រសងក៏លោកបានអានិសង្សដែរតែសណ្ដែកដល់អានិសង្សជិតចប់ហើយណាញោមបន្តិចទៀតចប់5នាទីទៀតចប់សម្រាប់អានិសង្សរបស់ព្រះសង្ឃដែលបានអនុមោទនាក្រាលក្រមកឋិនបាន5យ៉ាងទី1អនាមន្តាចារោកាលណាបានអនុមោទនាក្រាលក្រមកឋិនហើយលោកចង់និមន្តទៅកាន់ទីណាมันពិបាកលាភិក្ខុพร้อมគ្នាទេចង់ក៏ទៅมันមានអាបត្តិទោសទេទី2អសមាទានចារោបានក្រាលក្រមអនុមោទនាកឋិនហើយលោកនិមន្តទៅសិនឯណាតាមស្រុកតាមភូមិឯណាមិនចាំពិបាកយកចីវរទៅ3ទេទៅតែស្បង់មួយចីវរមួយបានទុកសង្ឃក្តីទុកឲ្យនៅក្នុងវត្តក្នុងកត់បានបើមិនបានអនុមោទនាកឋិនត្រូវយកទៅទាំង3ដូចភិក្ខុ30រូបនៅឯស្ពាយទៅសំពេញសំពងមកហើយអានិសង្សទី3គណៈភោជនៈនិងបរមបរៈភោជនៈអាចទទួលគណៈភោជនៈឆាន់បានបរមបរៈភោជនៈឆាន់បានឬញោមញាតនិមន្តទៅឆាន់ពោលពាចាបញ្ចេញឈ្មោះផ្អត់ហ្នឹងថាលោកម្ចាស់អើយស្អែកនិមន្តលោកម្ចាស់ទៅឆាន់នំបញ្ចុកឆាន់គុយទាវស្លការីផ្ទះខ្ញុំណាអានេះឲ្យចេញឈ្មោះផ្អត់អានឹងទទួលទៅឆាន់អត់បានទេបំបានអនុមោទនាក្រាលក្រមកឋិននោះក្រិនតែញោមថាលោកម្ចាស់ស្អែកនិមន្តទៅទទួលផើតឯផ្ទះខ្ញុំកណាប៉ុណ្ណឹងបានឲ្យលោកទៅឆាន់បានមិនត្រូវអាបត្តិអីទេបើទទួលក្រាលក្រមកឋិននេះញោមចេញឈ្មោះផើតបានថាស្អែកនិមន្តទៅឆាន់បាញ់ឆាវបាញ់ហើយផ្ទះខ្ញុំណាលោកទៅឆាន់អត់ត្រូវអាបត្តិអីទេទី4យាវតថចៃវរាំងអាចទុកចៃវរដែលវាច្រើនហួសពីប្រើកៅអតិរេចៃវរឲ្យកន្លង10ថ្ងៃឡើងទៅអត់ត្រូវអាបត្តិអីទេមិនបានពន្ធុអធិដ្ឋានអត់ត្រូវអាបត្តិអីទេបើមិនបានអនុមោទនាការក្រមកឋិននេះទុកចៃវរដែលវាច្រើនហួសលើឲ្យកន្លង10ថ្ងៃទៅមិនបានពន្ធុអធិដ្ឋានត្រូវអាបត្តិអូនេះអានិសង្សទី5យោតថចៃវរុបាតោសោនិសង្ឃបវិសតិកាលណាបើអនុមោទនាក្រាលក្រមកឋិនរួចហើយខាងក្រោយមកមានញោមញាតនឹមចៃវរអីទៅប្រគេនព្រះសង្ឃឬនឹមវត្ថុប្រគេននៅក្នុងវត្តអាចបានទទួលមួយភាគមួយចំណែកដែរអានេះអានិសង្ស5
របស់ព្រះសង្ឃសម្រាប់ញោមញាតិវិញ5ទី1គឺសុរូបតាកើតជាអនាគតទៅមានរូបល្អស្អាតទាំងប្រុសទាំងស្រីអ្នកដែលបានធ្វើកឋិនហ្នឹងទី2សុសន្តានាមានសន្តានត្រង់ទ្រាយរូបរាងវាស្អាតពោវាមិនទឿវាមិនទៀបកពេងកប៉ោងកលេងកលាញ់តែមើលទៅមានរូវស្អាតល្អដូចជាពួកទេវតាឬដូចស្រីអប្សរអញ្ចឹងទី3សវណ្ណតាកើតជាអនាគតទៅមានពណ៌សម្បុរភ្លឺល្អល្អស្បែកនឹងមានភ្លឺសម្បុរថ្លាល្អខោល្អលំអធម្មជាតិมันពិបាកទៅរកគ្រឿងអីមកលាបមកឡូនអីទេញោមគឺល្អធម្មជាតិសប្តាហ៍ថ្ងៃនេះយើងនៅតែប្រើគ្រឿងលាបឡូនទេណាញោមណាជួយបន្ថែមឲ្យល្អតែប៉ុន្តែលោកសំដែងអាសង្ឃកឋិនដល់បានធ្វើកឋិនទៅកើតឡើងគឺល្អធម្មជាតិតែមកអញ្ចឹងអានិសង្ឃទី4តិខបញ្ញាវិសារតោកើតជាអនាគតទៅមានបញ្ញាខ្លាំងក្លាមុះមុតเขาមានបញ្ញាជាសម្បត្តិផ្ទាល់ខ្លួននឹងបញ្ញាជាទ្រព្យប្រសើរសម្រាប់មនុស្សនៅលើពិភពលោកតែមានបញ្ញាហើយរស់នៅជាមនុស្សក៏បានសេចក្តីសុខប្រាថ្នាទៅឋានសួគ៌ក៏បានប្រាថ្នាទៅនិព្វានក៏បានទាំងអស់ដោយសារបញ្ញាអានឹងចឹងរៀនសូត្រអីក៏ឆាប់ចេះឆាប់ចាំឆាប់យល់នឹងបញ្ញាជារតនសម្បត្តិមួយដ៏ប្រសើរសម្រាប់ជីវិតមនុស្សនៅអានិសង្ឃទី4ឬអានិសង្ឃទី5ចក្រវត្តរាជាថាអនាគតទៅនឹងកើតជាស្ដេចចក្រព្រឹកតាធិរាជក្នុងជាតិណាមួយហ្នឹងបើស្ដេចចក្រព្រឹកហ្នឹងមិនងាយទេណាញោមព្រោះมันអាចកើតបានច្រើនមកពេលមានតែមួយបើចឹងអាត្មាថាទោះបីជាមិនចាំទៅកើតស្ដេចចក្រព្រឹកក៏ដោយអាចទៅកើតសេដ្ឋីកហបតីនៅនេះលោកីបច្ចុប្បន្នជាអ្នកមានទ្រព្យសម្បត្តិច្រើនក៏បានសុខសប្បាយហើយក្នុងជីវិតក្នុងព្រះសម្មាសម្ពុទ្ធសម្ដែងថាសេចក្តីសុខរបស់មនុស្សនឹងកើតពីទ្រព្យសម្បត្តិហ្នឹងឯងតែមានទ្រព្យសម្បត្តិសេចក្តីសុខកើតមានហើយតែប៉ុណ្ណឹងក៏បានហ្នឹងប៉ុណ្ណឹងហើយញោមក៏រួចមួយទៀតនោះថាកាលណាញោមញាតិសាងបារមីនឹងបានទុំបញ្ញាចាស់ខ្លាហើយញោមប្រាថ្នាចេញចាក់ទុកទៅកាន់ព្រះនិព្វានហ្នឹងអំណាចបារមីបញ្ញានឹងជួយរុញច្រានញោមឲ្យទៅកើតក្នុងពេលដែលព្រះសម្មាសម្ពុទ្ធអង្គណាដែលលោកត្រាស់ដឹងខាងមុខហ្នឹងរិទ្ធិតកម្មយើងនេះមាន5អង្គត្រាស់ដឹង4អង្គហើយផុតហើយនៅមួយអង្គទៀតគឺព្រះសិអាបើញោមបានធ្វើបុណ្យកឋិននឹងបានច្រើនបរិសាងបុណ្យដទៃទីបានច្រើនទៅបារមីទុំបញ្ញាចក្រឡាដល់កាលណាព្រះសិអាមេត្រីត្រាស់ដឹងឡើងនឹងអាចទៅកើតទិនពេលដែលព្រះអង្គត្រាស់ដឹងហ្នឹងហើយទៅកើតក្នុងពេលដែលព្រះអង្គត្រាស់ដឹងញោមញាតិមានសទ្ធាជ្រះថ្លាចង់បួសក្នុងសំណាក់របស់ព្រះអង្គហ្នឹងមិនចាំពិបាករកស្បង់ជ័យវររកបានកោសក់ដោយកំបិតអត់មានទេគ្រាន់តែជ្រះថ្លាទៅទូលព្រះសម្មាសម្ពុទ្ធបពិតព្រះដ៏មានពភៈខ្ញុំព្រះអង្គមានសទ្ធាជ្រះថ្លាក្នុងការបព្វជិឧបសម្បទាជាភិក្ខុក្នុងសាសនារបស់ព្រះអង្គនេះទូលព្រះអង្គតែប៉ុណ្្នឹងឯងព្រះអង្គពំបួសដោយអេហិភិក្ខុក៏តែមានពុទ្ធិកាថាអេហិភិក្ខុថាអ្នកចូលជាភិក្ខុចូលកើតជាភិក្ខុទេតែប៉ុណ្ណឹងសត្វតែមានស្បង់ជ័យវរកើតឡើងឯងជាទឹកហើយសក់ក្បាលនេះរួញទៅឲ្យប្របាក់កទេបួសពេលហ្នឹងជាបួសហ្នឹងអត់មានត្រឡប់ទៅក្រោយវិញទេអត់មានលាសិក្ខាបទទៅក្រោយវិញទេគឺចប់ត្រឹមប៉ុណ្ណាអ្វីដែលញោមញាតិប្រាថ្នាចង់បាននិព្វានគឺដល់ត្រើយដល់ទិសដៅត្រឹមប៉ុណ្ណឹងឯងអាចញ៉ាំងមគ្គផលឲ្យសម្រេចបានកំចាត់កិលេសបានសម្រេចព្រះនិព្វានក្នុងពេលនោះតែម្ដងអានឹងទិសដៅរបស់ញោមញាតិដែល
chẳng chân chạ song sara tục ní tục căn pranipian đó ti bị chọc nên như bị an đi xong sầm đàn bản năng giao nhôm sầm nhôm chọc ai bỏ chẳng thừa tì sana đè atama phiệt sầm đàn cái nông cam mà thị bon cái thiên sa mà ki rồi bao nhiêu nhiệt của phiệt ở đè atama trên địa bàn phát bụi phát đờm cái thiên piêu niêu bà câu bà ca ôi bà câu bà ca nhiêu nhiệt sầm ba mái ai mà cho bon cái thiên này atama mình đã rinh kia nó nào bỏ bỏ và đọ bon cái thiên nó có rây ở trên một khô sana trên một cô sana để sao ta té nằm vô tập kinh vật kinh ở tì để bà sân vật ánh cùng hiền là tham đại rình kia ở nhôm nhiệt nào bỏ và đặc bồn cái tên ấy trên một cô sana do tế tham mà tế sana cái nó ca này có sân nó mất tại chấp đây sân khai tập này anh e vang